Deep Chem Studio ខ្ញុំមករាសូមស្វាគមន៍មកកាន់ podcast របស់ខ្ញុំសួស្តីបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុង podcast របស់ខ្ញុំកាលពីភាគមុនយើងបាននិយាយអំពីតម្លៃនៃលុយកាក់ដែលបានមកពីកម្លាំងញើសឈាមប៉ុន្តែថ្ងៃនេះខ្ញុំចង់នាំបងប្អូនមកជជែកអំពីឫសគល់នៃកម្លាំងចិត្តតើអ្វីទៅដែលធ្វើឲ្យយើងនៅតែអាចក្រោកពីគេងនៅម៉ោង 4 ព្រឹកអ្វីទៅដែលធ្វើឲ្យយើងនៅតែញញឹមដាក់អតិថិជនទោះបីជាយើងទាំងពីរស្ទើរតែឈរលេងចង់ជាប់បងប្អូនទាំងទីសម្រាប់អ្នកដែលរកស៊ីខ្នាតតូចដូចជាពួកយើងជីវិតមិនមែនស្រោបដោយកម្រាលព្រំក្រហមនោះទេរាល់ថ្ងៃគឺពោរពេញដោយកម្ដៅថ្ងៃធូលីដីនិងភាពហត់នឿយប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនសាកល្បងប្ដូរមុំគិតបន្តិចរាល់ដំណក់ញើសដែលស្រក់ចុះរាល់ការឈឺចាប់តាមសាច់ដុំវាមិនមែនជារឿងឥតប្រយោជន៍នោះទេខ្ញុំហៅវាថាជាស្ពានវាគឺជាស្ពានដែលយើងកំពុងសាងសង់ដោយដៃខ្លួនឯងដើម្បីឆ្លងទៅកាន់ត្រង់ខាងនៃជីវិតដែលល្អជាងនេះបើគ្មានញើសឈាមនៅថ្ងៃនេះទេយើងក៏គ្មានគ្រឿងបន្លាស់ដើម្បីសាងសង់ស្ពាននោះដែរកុំខ្មាស់អីនឹងការងារដែលហត់កុំតូចចិត្តនឹងមុខរបរដែលមើលទៅសាមញ្ញព្រោះស្ពានដែលសាងសង់ដោយកម្លាំងពិតគឺជាស្ពានដែលរឹងមាំបំផុតចុះតើអ្វីដែលជួយទប់ស្ពាននេះកុំឲ្យបាក់ចម្លើយនោះគឺផ្ទះក្នុងន័យនេះមិនមែនគ្រាន់តែជាជញ្ជាំងឬដំបូលនោះទេប៉ុន្តែគឺជាមនុស្សដែលរងចាំយើងនៅខាងក្នុងនៅពេលដែលយើងហត់ខ្លាំងរហូតដល់ចង់បោះបង់ចូលនឹកដល់សំឡេងសើចរបស់កូននឹកដល់កែវភ្នែកដែលពោរពេញដោយក្តីសង្ឃឹមរបស់ភរិយាឬឪពុកម្ដាយរបស់យើងពួកគាត់គឺជាឆ្នាំងសាកថ្មដ៏អស្ចារ្យបំផុតការរកឃើញកូនបានរៀនសូត្រខ្ពង់ខ្ពស់ការឃើញគ្រួសារមានអាហារហូបចុកគ្រប់គ្រាន់និងមានសុខភាពល្អវាជាធម៌ពលដែលគ្មានដែនកំណត់រាល់ពេលដែលអ្នកហត់ចូលប្រាប់ខ្លួនឯងថាយើងហត់នៅទីនេះដើម្បីឲ្យអ្នកនៅផ្ទះបានសុខឃ្លាមួយម៉ាត់នេះនឹងធ្វើឲ្យភាពហត់នឿយរបស់អ្នកក្លាយជាមោទនភាពវិញភ្លាមបងប្អូនអើយពិភពលោកនេះប្រហែលជាមើលរំលងការខំប្រឹងរបស់អ្នកប៉ុន្តែគ្រួសាររបស់អ្នកមិនដែលមើលរំលងឡើយញើសរបស់អ្នកគឺជាទឹកបំរុងសម្រាប់ស្រោចស្រពវាសនារបស់ពួកគាត់មុននឹងបញ្ចប់ភាគនេះខ្ញុំមានពាក្យមួយឃ្លាចង់ផ្ញើជូនកុំឲ្យតម្លៃខ្លួនឯងតាមរយៈខ្សែភ្នែកអ្នកដទៃប៉ុន្តែចូលឲ្យតម្លៃខ្លួនឯងតាមរយៈស្នាមញញឹមរបស់មនុស្សដែលអ្នកស្រឡាញ់ចូលតស៊ូដុតដៃដុតជើងបន្តទៀតព្រោះស្ពានរបស់អ្នកចិត្តរួចរាល់ហើយសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅភាគក្រោយទៀតជាមួយនឹងសាច់រឿងដែលកាន់តែស៊ីជម្រៅសូមមានកម្លាំងចិត្តនិងសុខភាពល្អទាំងអស់គ្នាពី Deep Chem Studio ខ្ញុំពូមករាសូមអរគុណសូមជម្រាបលា